ត្រូវឯខ្ញុំដែលយកវីដេអូមួយនេះមកថតចង់ខឹងខ្លួនឯងបន្តិចហួសចិត្តខ្លួនឯងបន្តិចតែធ្វើមិនរឿងវាបានកើតឡើងហើយយើងអាចកែប្រែអីបានទេអ្នកទាំងអស់គ្នាដឹងស្រាប់ហើយវីដេអូធ្វើ Salmon Candy ហ្នឹងគឺវាមានដំណាក់កាលរបស់វាតាំងពីថ្ងៃទៅទិញត្រីបន្ទាប់មកទៀតលាងវាកាត់វាលាបទឹកស្ករដាក់ចូលក្នុងទូទឹកកកមួយយប់2យប់3យប់តម្រាំទៅដល់ថ្ងៃអាចញ៉ាំបានឥឡូវខ្ញុំចាប់ផ្ដើមភ្លក់ Salmon Candy ដែលខ្ញុំធ្វើហ្នឹងណា surprise មែនតើ texture វាឡើង smooth ហ្មងណាអត់ប្រៃហើយក៏អត់ផ្អែមពេកដែរគឺមិនល្មមឃើញអ្នកខ្លះគេញ៉ាំ Salmon Candy ជាមួយនឹងប៊ឺខ្ញុំក៏សាកញ៉ាំតាមពេលដែលដាក់ចូលមាត់ទៅមានអារម្មណ៍ថាវាខាប់ប៊ឺហើយខាប់ Salmon ហ្នឹងទៀតចុងក្រោយនេះណានំប៉័ងលីជាមួយនឹងប៊ឺហើយនឹង Salmon Candy ខ្ញុំហ៊ាននិយាយហ្មង3មុខនឹងលាបចូលគ្នាគឺត្រូវមែនតើមើលវីដេអូរហូតដល់ពេលនេះមានដឹងនៅថារឿងហេតុអីកើតឡើងនៅក្នុងវីដេអូមួយហ្នឹងគឺខ្ញុំបានបាត់វីដេអូដែលខ្ញុំមានបានមើលកាមេរ៉ាដែលខ្ញុំកំពុងតែកាត់វីដេអូមួយហ្នឹងឯងព្រោះដោយសារកាមេរ៉ាហ្នឹងគឺថតដោយទូរស័ព្ទដៃសម្រាប់ក្រុមការងារខ្ញុំគាត់យកទៅផុស TikTok តូចៗរបស់ពួកគាត់ណាដៃរបស់ខ្ញុំគឺមើលតែកាមេរ៉ាធំដែលខ្ញុំសម្រាប់កាត់ vlog គេតែវីដេអូក្នុងកាមេរ៉ាធំហ្នឹងគឺវាបានបាត់ទៅទាំងស្រុងតែម្ដងតែនិយាយលេងសើចអីបងប្អូនអើយនេះវីដេអូដែលថតចេញពីទូរស័ព្ទកាមេរ៉ា iPhone 10ណាតែមើលទម្រង់ស្បែកខ្ញុំមកឡងមកអលងចាំងហ្មងដោយសារតែខ្ញុំលាប Madame K Skin Care លេសុទ្ធ Premium ដែលមានគុណភាពខ្ពស់ណាអញ្ចឹងយើងប្រើកាន់តែយូរកាន់តែស្អាតបែបស្បែកមុខយើងមិនសុខភាពស្បែកល្អសំខាន់យើងមានការផលិតស្បែកមុខដោយអ្នកជំនាញដែលបានទៅសិក្សាផ្ទាល់ពីបរទេសទាក់ទងអំពី Skin Care Specialist ហើយសំខាន់មួយទៀតនោះគឺយើងមានបទពិសោធន៍ទៅលើវិស័យស្បែកមុខរយៈពេលជាង10ឆ្នាំមកហើយបងប្អូនដែលកំពុងតែមានបញ្ហាស្បែកមុខអាចអញ្ជើញមកផលិតស្បែកមុខជាមួយនឹងពួកយើងផ្ទាល់បាន